ថ្ងៃនេះអត្ថបទដែលត្រូវផ្សារភ្ជាប់ដើម្បីកសាងនៅចំណេះដឹងក្នុងដំណើរជីវិតជាមួយនឹងអ្វីៗក្នុងលោកនេះគឺសិក្សាអំពីអធិបតី3យ៉ាងដែលតែងកើតនៅក្នុងសន្តានចិត្តរបស់មនុស្សទូទៅទាំងអស់អញ្ចឹងអធិបតីនេះអាចមានចំណុចល្អឬអាក្រក់ដែលត្រូវកើតឡើងអធិបតី3យ៉ាងទី1គឺអត្តាធិបតីការប្រកាន់ចុះចិត្តសុបថាអ្វីក៏ស្រេចហើយលើអាត្មាអញខ្លួនអញសម្រេចអ្វីក៏ត្រូវគិតអ្វីក៏ត្រូវនិយាយអ្វីក៏ត្រូវធ្វើអ្វីក៏ត្រូវនេះឯងនេះគឺជាការចុះចិត្តសុបដោយភាពជាអត្តាធិបតីហើយមានផលល្អអាក្រក់ម្ដេចម្ដានិងសង្ខេបចុងក្រោយបាទទី2គឺលោកាធិបតីការសម្គាល់អ្វីៗក្នុងលោកនេះឲ្យតែក្នុងលោកនេះគេសម្គាល់ថាល្អថាប្រសើរថាមានប្រយោជន៍មានសារៈសំខាន់នឹងស្ញប់ស្ញែងអានឹងគឺខ្លួនឯងក៏យកមកថាជាអ្វីដែលខ្លួនត្រូវអនុវត្តត្រូវប្រព្រឹត្តហ្នឹងហើយនឹងគឺលោកាធិបតីទី3គឺធម្មមាធិបតីការយកនៅហេតុផលដ៏សំគួរតាមហេតុដ៏សំគួរតាមផលមកជាអធិបតីគឺមានន័យថាមានការពិចារណាលើហេតុផលក្នុងដំណើរជីវិតបានច្បាស់លាស់បាទសមស្របប្រកបស្មើហ្នឹងហើយចឹងកាលដែលពិចារណាឃើញមានហេតុផលបានល្អិតល្អន់ច្បាស់លាស់ត្រឹមត្រូវហើយក៏សម្រេចចិត្តយកការអនុវត្តប្រព្រឹត្តតាមបែបនោះនេះហៅថាធម្មមាធិបតីអញ្ចឹងបណ្ដាធិបតីទាំងពីរយ៉ាងនេះជនណាយកនៅអត្តាធិបតីគឺរមែងប្រព្រឹត្តឆ្គងដោយអំពើផ្សេងអាចជ្រុលជ្រុះហួសដល់កម្រិតធ្ងន់ទៀតផងតែលោកាធិបតីគឺជាកណ្ដាលដែលប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ក៏ប៉ុន្តែក៏អាចនាំឲ្យមានបញ្ហាគ្រោះថ្នាក់ផងដែរចំណែកធម្មមាធិបតីគឺជាប្រយោជន៍ដ៏សំខាន់ដែលជនណាបានកំណត់ទុកក្នុងចិត្តហើយក៏រមែងសាងអ្វីជាប្រយោជន៍ដល់ទូលំទូលាយបានក្នុងលោកនេះគឺជាការកំណត់ដឹងដែលបងប្អូនកូនក្មួយត្រូវតែធ្វើការសិក្សាស្វែងយល់បាទសូមអរគុណ